Gemini, what's the plan now? It's still a bit unclear what the plan means here. Could you tell me more about what you're thinking about? អញ្ចឹងគឺថាអបបាទទេបើសិនជាអ្នកគ្នាចង់ស្វែងរកជាមួយនឹង AI ដើម្បីប្រឹក្សាយោបល់ឬក៏ដូចជាការបង្ហាត់នៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសជាដើមអញ្ចឹងឥឡូវនេះគឺថាអ្នកទាំងគ្នាអាច download ជាមួយនឹង app Gemini ដើម្បីនិយាយទូរស័ព្ទក៏ដូចជា speaking ជាមួយនឹង AI បានមួយសេរីហើយគឺអត់ពិបាកទេអញ្ចឹងអ្នកទាំងគ្នាគ្រាន់តែចូលមកកាន់ app Gemini មកបន្ទាប់មកអ្នកទាំងគ្នាចុចទៅកាន់កន្លែងសញ្ញាត្រី3ដែលស្ថិតនៅខាងស្ដាំដៃជាប់ជាមួយនឹង microphone មួយនេះអញ្ចឹងពេលដែលអ្នកគ្នាចូលទៅកាន់កន្លែងហ្នឹងហើយខ្ញុំសូមបញ្ជាក់បើសិនជាអ្នកទាំងគ្នាចង់ប្រើប្រាស់ជាមួយនឹងភាសាអង់គ្លេសដើម្បីតាក់ទងជាមួយនឹង AI គឺអ្នកទាំងគ្នាអាចប្រើប្រាស់ជាមួយនឹងភាសាអង់គ្លេសបានហើយបើសិនក្រៅពីភាសាអង់គ្លេសគឺអាចមានជាភាសាខ្មែរភាសាចិនជប៉ុនភាសាអីក៏បានដែរគឺ AI នឹងឆ្លើយភាសានោះមកកាន់អ្នកទាំងគ្នាវិញដូចគ្នាអញ្ចឹងប៉ុន្តែបើយើងចង់មក practice អង់គ្លេសដើម្បីនិយាយអង់គ្លេសឲ្យ smooth ជាងមុនឲ្យល្អជាងមុនឲ្យមានសន្ទនាមើលទៅភាសាជាងមុនយើងអាចប្រើប្រាស់ជាមួយនឹងភាសាអង់គ្លេសបានអញ្ចឹងឥឡូវនេះគឺខ្ញុំនឹងធ្វើការតម្លាក់នៅការនិយាយប្រើប្រាស់ភាសាអង់គ្លេសប៉ុន្តែខ្ញុំមិនអាចប្រើបានត្រូវ 100% ទេប៉ុន្តែ AI នឹងជួយកែតម្រូវយើងដើម្បីនិយាយជាមួយយើងឲ្យយើងងាយយល់និងងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងភាសាអង់គ្លេសផងដែរ Gemini, what's the plan now? It's still a bit unclear what the plan means here. Could you tell me more about what you're thinking about? Just joking with you. It's not a plan now. It's just a piano. But I just want to test you that it wasn't right or not. Ah, I see. You got me. That's a clever way to test. So, is there something specific you'd like to know about pianos then? Yes, and one more. I'm here just for the practice English as well. I want to improve myself how to speak English smoothly and clearly as well. So I really don't know that you understand what I'm going to say or I have to talk about, but I just try my best to answer and speak it out as I can do. Do you hear me? That's a great goal, and I'm happy to help. Your English is very clear, and I understand everything you're saying. Don't worry about getting stuck. It's part of the learning process. Just keep practicing, and you'll see a lot of improvement. Yeah, I'm so grateful. Good night. អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នានិយាយទូរស័ព្ទជាមួយនឹង AI ហើយយើងគ្រាន់តែធ្វើការចុចទៅប៊ូតុងស្ដាំដៃពណ៌ក្រហមនេះមកគឺរួចជាការស្រេចហើយអញ្ចឹងគេថាអត់មានពិបាកទេកុំភ្លេចតែអនុវត្តនៅក្នុង app Gemini ទាំងអស់គ្នា